រៀបសួរពុកម៉ែបងប្អូនទាំងអស់គ្នាផងដែរបាទហើយខ្ញុំនាំបងប្អូនធម៌មកលេងកោវត្តហ្នឹងដើម្បីផ្សព្វផ្សាយពីខ្មែរហើយណែនាំវប្បធម៌ណែនាំកោវត្តណែនាំអីឲ្យកូនជប៉ុនបានស្គាល់អញ្ចឹងបាទតែស្រាប់តែម្ដងនេះមានកូនស្វាមានអីមិនដឹងថាគូស្នេហ៍កូនស្វាគេឬក៏មិត្តភ័ក្តិឬក៏តំណែងបែបណាទេអត់ដឹងទេបាទហើយមិនដឹងថាម៉ាស្សាឬក៏វាយគ្នាឬក៏បលែងគ្នាឬក៏អីក៏អត់ច្បាស់ដែរបាទតែសំខាន់វាជាការចាប់អារម្មណ៍មួយរបស់កូនស្វាដែលធ្វើអញ្ចឹងទៅគឺមានជនបរទេសច្រើនដែលគេថតដែលគេមករួមមើលច្រើនអញ្ចឹងបាទអញ្ចឹងល្អបាទនឹងជាភាពតាក់ទាញមួយសម្រាប់អង្គរវត្តខ្មែរយើងអញ្ចឹងបាទអញ្ចឹងមិនថាកូនជប៉ុនឬក៏បងអូនធွာខ្ញុំនឹងទេគាត់ចាប់អារម្មណ៍ហើយជនបរទេសផ្សេងទៀតមិនដឹងថាសាសអីច្រើនទៀតបាទគេចាប់អារម្មណ៍អស់គ្នាបាទហើយខ្ញុំទៅថ្មីហ្នឹងគឺមានជនបរទេសមកលេងអង្គរវត្តខ្មែរយើងច្រើនអញ្ចឹងបាទអញ្ចឹងអង្គរវត្តអត់មានស្ងាត់ទេអង្គរវត្តគឺមានជនបរទេសមានភ្ញៀវទេសចូលមកលេងច្រើនអញ្ចឹងបាទហើយសំខាន់កូនស្វាតូចនេះបានធ្វើឲ្យបងអូនធွာខ្ញុំដកចិត្តចាប់អារម្មណ៍ចូលចិត្តអង្គរវត្តចូលចិត្តសៀមរាបអញ្ចឹងបាទអញ្ចឹងជនបរទេសផ្សេងក៏អាចថាបានដូចគ្នាដែរអញ្ចឹងយើងចូលរួមសបផ្សាយទាំងអស់គ្នាអញ្ចឹងបាទហើយខ្ញុំមកនាំគាត់មកស្គាល់អង្គរវត្តមែនក៏តែកន្លែងខ្លះខ្ញុំបានរៀនពីគាត់វិញអញ្ចឹងបាទអញ្ចឹងដូចអាកន្លែងនេះអញ្ចឹងថ្មដែលសរសេរលេខហ្នឹងបានន័យថាអង្គការរបស់ជប៉ុនដែលគេបានស្រាវជ្រាវសិក្សាគេបានកណនាត្រឹមត្រូវហើយគេដាក់លេខរៀងតាមលំដាប់ហើយដាក់ថ្មនឹងតាមលំដាប់លេខរៀងដើមផងវាវិញអញ្ចឹងបាទហើយកន្លែងអត់សរសេរហ្នឹងគឺរបស់អង្គការបារាំងចឹងអត់មានលេខសរសេរទេក៏តែបារាំងក៏ជួយជួសជុលហើយដាក់ឲ្យវិញហ្នឹងក៏ស៊ីជម្រៅតាមនឹងដែរបាទអរគុណច្រើនជួយចែករំលែកជួយផ្សព្វផ្សាយដល់អ្នកគ្នាផងបាទ